រឿងស្វាពោធិសែនអ្នកមានសតិស្មារតីវាងវៃតែឈ្នះសត្រូវទាំងពួងក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីកាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាស្វាមានរូបធំស្រមៅមានកម្លាំងខ្លាំងដូចដំរីស្ដបានដើរទៅមាត់ស្ទឹងឃើញកោះមួយដែលបរិបូរណ៍ដោយរុក្ខជាតិមានផ្លែក៏លោតអំពីមាត់ស្ទឹងទៅជន់ដុំថ្មមួយកណ្ដាលស្ទឹងហើយលោតអំពីដុំថ្មនោះទៅកោះបេះផ្លែឈើផ្សេងបរិភោគតាមប្រាថ្នាដល់វេលាល្ងាចត្រឡប់មកលំនៅរបស់ខ្លួនវិញស្វាពោធិសត្វតែងលោតទៅមកយ៉ាងនេះជារៀងរាល់ថ្ងៃក្នុងស្ទឹងនោះមានក្រពើញីឈ្មោលមួយគូក្រពើញីមានផ្ទៃពោះបានឃើញព្រះពោធិសត្វលោតឆ្លងទៅមកដូច្នោះក៏កើតចំណងចង់ស៊ីថ្លើមស្វាពោធិសត្វតែប្រាប់ដល់ប្តីថាខ្ញុំចង់ស៊ីថ្លើមស្វានេះក្រពើឈ្មោលក៏និយាយថាមិនក្រអ្វីទេចាំបងចាប់យកឲ្យស៊ីល្ងាចនេះនិយាយហើយក៏ឡើងទៅដេកទ្រាំលើដុំថ្មដែលស្វាពោធិសត្វតែងលោតទៅជន់ដល់វេលាល្ងាចស្វាពោធិសត្វមកវិញ